លក់តែភីហ្សាសោះប៉ុន្តែចំណូលចូលជា$5 លានតោះនេះគិតមើលកម្រនិយាយរួមនៅស្រុកខ្មែរបងតម្លាក់យីហោគេបាទមកតឡើងយីហោខ្លួនឯងនេះបាទជំហានមួយនេះសំខាន់ណាស់ដោយសារចំនួននេះកើតឡើងប្រជាជនខ្មែរយើងអតិថិជនខ្មែរយើងគឺគាត់ធ្វើពាក់ឯកាទាំងស្រុងទៅលើផលិតផលប្រទេសថៃហើយមកថៃដោយសារយើងបានបញ្ចប់កុងត្រាជាមួយខាង franchiser យើង Pizza Company ហើយបាទគាត់ចង់ឃើញថា Pizza ខ្មែររបស់យើងហ្នឹងដោយខ្លួនឯងអត្តសញ្ញាណរបស់ខ្មែរហើយអាចចេញទៅក្រៅនៅពេលក្រោយបាទអញ្ចឹងយើងលែងនៅក្រោមថៃហើយយើងនៅក្រោមសិង្ហបុរីម្ដងក្រុមហ៊ុន Palm Food International នេះម្ចាស់គឺលោក Kevin Whitcraft ដែលខ្ញុំមកជំរាបដល់គឺគាត់ជាជនជាតិអាមេរិកហើយយើងមានអាជីវកម្មនៅក្នុងពិភពលោកនេះ14ប្រទេសបាទឥឡូវនេះយើងបាន brand ខ្លួនយើងហើយយើងយកអាភាពឥតខ្ចោះ Operation Excellence របស់យើងនឹងដើម្បីបង្កើតផលយើងបន្តទៅវិញបន្តទៅដែលជារបស់របស់យើងផ្ទាល់ទៅវិញអាហ្នឹងដែលជាអ្វីដែលសំខាន់ហើយមោទនភាពខ្ញុំធំនេះគឺថា20ឆ្នាំចុងក្រោយនេះគឺយើងអាចបានម៉ាកមួយដែលជារបស់របស់យើងពិតប្រាកដម៉ាកមួយដែលតំណាងស្រុកខ្មែរហើយតទៅអនាគតជាអាជីវកម្មមួយផងខ្មែរដែលចេញទៅក្រៅប៉ុន្តែនាំយកអត្តសញ្ញាណម្ហូបអាហាររបស់ខ្មែរហើយនឹងអត្តសញ្ញាណជាអ្វីជាអត្តសញ្ញាណរបស់ខ្មែរចេញទៅខាងពិភពលោកនៅខាងក្រៅក្រៅពីម្ហូបខ្មែរដែលយើងមានថ្ងៃយើងមានអាម៉ុកបាទពីសាអាម៉ុកឆាគ្រឿងយើងមានសាជូផាត់យើងមានការីយើងណាបានបង្កើតហើយនៅក្នុងមនុយរបស់យើងហើយខ្ញុំឃើញគ្នាយើងលើកមួយទៀតហេតុអីរក្សាលេខទូរស័ព្ទទៅដែរអាជីវកម្មធម្មតាអានឹងគេចាត់ទុកជាទ្រព្យសម្បត្តិភាសាអង់គ្លេសគេហៅ asset បាទបងទ្រព្យសម្បត្តិបាទក្នុងនោះមានអគារមានបុគ្គលិករបស់យើងមានឈ្មោះយើងមានអីទាំងអស់លេខទូរស័ព្ទរបស់យើងហ្នឹងគឺអាហ្នឹងរបស់របស់យើងតែយើងទិញសិទ្ធិពីគេទិញបានតែឈ្មោះរបស់គេប្រើនៅពេលចប់កុងត្រាគេយករបស់គេទាំងអស់គ្នាមានលេខទូរស័ព្ទរៀងៗខ្លួនទៅហើយអញ្ចឹងទោះបីយើងឈប់ធ្វើការហ្នឹងយើងដូរមុខរបស់យើងអីយើងចង់រក្សាទូរស័ព្ទយើងបាទទាំងអស់គ្នាបងវិរៈគឺជាបរិសមួយរូបបាទដែលនៅពីក្រោយយីហោភីហ្សាដ៏ធំមួយបាទនៅស្រុកខ្មែរយើងបាទមានបងប្អូនញ៉ាំច្រើនជាងគេបំផុតបាទហើយមានចំនួនសាខាច្រើនជាងគេបំផុតបាទគឺ The Pizza Company ប៉ុន្តែដោយសារយើងមានចំនួនបាទជាមួយថៃបាទថៃមកឈ្លានពានខ្មែរបាទបងក៏បានផ្ដាច់កុងត្រា franchise បាទជាមួយ Pizza Company ទៅហើយក៏បង្កើតយីហោថ្មីមួយបាទជាយីហោរបស់ខ្មែរយើងផ្ទាល់តែម្ដងហើយថ្ងៃនេះបាទបងមកបកស្រាយបាទសម្រាប់បងប្អូនដែលនៅមានចម្ងល់បាទពី pizza នេះប៉ុន្តែថ្ងៃនេះខ្ញុំមែនតើបាទខ្ញុំចង់ជួបមួយបងយូរហើយហើយចង់បង្ហាញបងទៅដល់សហគ្រិនចំនួនក្រោយរបស់កម្ពុជាយើងថាបងគឺជាបរិសមួយរូបនិយាយរួមតស៊ូ22ឆ្នាំបាទតោះនេះមើលកសាងរសជាតិ pizza មួយនៅស្រុកខ្មែរដែលខ្ញុំគិតថាមានគ្នាយើងជាច្រើនចូលចិត្តញ៉ាំ pizza ដែលបងបានបង្កើតឡើងអញ្ចឹងបាទតោះមកដឹងរឿងពិតនៅពីក្រោយយីហោដ៏ធំមួយនេះបាទហើយចុងក្រោយនេះបងក៏ប្រាប់ថាជាជោគជ័យធំមួយសម្រាប់ស្រុកខ្មែរយើងដែលយើងបានផ្ដាច់កុងត្រាបាទជាមួយថៃបាទអញ្ចឹងលុយយើងលែងហូរទៅថៃទៀតហើយបាទនេះគឺជាជោគជ័យមួយហើយលំអិតបែបណាជួបមួយបងវិរៈទាំងអស់គ្នាបាទជំរាបសួរបាទបងមកដល់ពេលនេះ22ឆ្នាំហើយនៅពីក្រោយ pizza ហ្មងបាទចាប់ផ្ដើមយ៉ាងម៉េចទៅបងដើមតងចាប់ដើមដំបូងឆ្នាំ2004ចូលនៅក្នុងក្រុមហ៊ុនArm Asia នៅពេលនោះបាទ Arm Asia Group នេះជាផ្នែកទី1ផ្នែកក្នុងក្រុមហ៊ុនគាត់មាន division ច្រើនមានឡានមាន heavy equipment ច្រើនអញ្ចឹងខ្ញុំជាមនុស្សទី1សម្រាប់ម្ហូបអាហារសម្រាប់ម្ហូបអាហារចាប់ដើមទី1នៅពេលនោះដែល EFG យើងហៅថា EFG បាទតាំងពីយើងចាប់ដើមដំបូងគឺ EFG Express Food Group ហ្នឹងយើងចុះឈ្មោះជាក្រុមហ៊ុនម្ហូបអាហារនៅក្នុងស្រុកខ្មែររបស់យើងបាទហើយក៏បាននាំ Pizza Company មកខ្មែរបាទជាម៉ាកលើកទី1ម៉ាកទី1ដែលយើងនាំចូលមកក្នុងស្រុកខ្មែរហ្នឹងគឺម៉ាក Pizza Company នេះឯងគឺនៅក្នុងឆ្នាំយើងបើកក្នុងឆ្នាំ2005ប៉ុន្តែខ្ញុំចូលធ្វើការចាប់ដើមធ្វើការដំបូងហ្នឹងព្រោះវា start វាអត់មានអីទាំងអស់អញ្ចឹងទៅរកជួលទីតាំងរូបបង្កើត team បង្កើតអីទៅ train រៀនពីគេមកហ្នឹងគឺតម្រុំដល់បើកបានវាចូលក្នុងខែ7ឆ្នាំ2005រួចហ្នឹងហើយប៉ុន្តែ EFG នេះគឺជាក្រុមហ៊ុនរបស់អាមេរិកទេបាទ EFG នេះ EFG Express Food Group ជាក្រុមហ៊ុនរបស់លោក Kevin Whitcraft ដែលជនជាតិអាមេរិកហើយបាទក្រុមហ៊ុននេះមែនទែនគាត់
នៅមានអាជីវកម្មនៅក្នុង14ប្រទេសក្នុងពិភពលោកទាំងមូលនៅក្នុងតំបន់យើងនៅក្នុងអាស៊ីអាគ្នេយ៍នេះផងនៅអឺរ៉ុបផងនៅអូស្ត្រាលីផងហើយនៅអាមេរិកផងដែរហ្នឹងហើយបាទហើយនៅ Pizza Company នេះគឺបងយក franchise ពីថៃមកអញ្ចឹងបាទគឺ franchise នៅពេលនោះយើងយក franchise international franchise លើកទី1ដែលចូលមកក្នុងស្រុកខ្មែររបស់យើងគឺយើងជា brand របស់ប្រទេសថៃនៅពេលនោះហើយយើងទិញសិទ្ធិពីគាត់មកសម្រាប់ប្រទេសកម្ពុជាបាទប៉ុន្តែកាលពីពេលដំបូងហ្នឹងដើរដោយសារតែបងដែរមែនទេបងបាទខំប្រឹងមិនមើលបងថាពីបាត់ដៃទៅទេណាបាទយើងយកយហៅគេមកមែនប៉ុន្តែយើងខំប្រឹងពីបាត់ដៃទៅទេកាលហ្នឹងវាលំបាកមិនតម្រាំមកដល់ពេលនេះបងថាប្រហែលជាប្រហែលសាខាហើយបងបាទរហូតដល់ចុងក្រោយមុននឹងយើងចាប់ដើមបិទវិញតែមានបញ្ហាដែលអតិថិជនធ្វើពាណិជ្ជកម្មនោះយើងបានទៅដល់52ហាងនៅពេលនោះឆ្នាំ2025បាទ52អញ្ចឹងយើងចាប់ដើមដំបូងជាការពិត franchise គឺយើងត្រូវធ្វើតាមគេ 100% របៀបរបបធ្វើ franchise បើថាគេម៉ាក់របស់គេល្បីរួចហើយគេបើកនៅក្នុងតំបន់របស់គេយើងយករបស់គេមកយើងត្រូវធ្វើតាមរបស់គេទាំងអស់ធ្វើតាមរបស់គេទាំងអស់យើងត្រូវរៀនពីគេតាំងរបៀបរបបធ្វើតាំងពីសេវាកម្មតាំងពីការសាងសង់ហាងប៉ុន្តែសំខាន់មួយទៀតនោះយើងត្រូវទិញរបស់គ្រឿងផ្សំហ្នឹងគឺថាយើងទិញពីរោងចក្រឬមួយទិញពីអ្នកផ្គត់ផ្គង់ដែលគេតម្រូវយើងទៅទិញយើងមិនអាចទៅទិញណាបានទេយើងត្រូវទៅទិញពីកន្លែងរបស់គេបើយើងទិញពីកន្លែងផ្សេងបានលុះត្រាតែគេ approve គេត្រូវតែផ្ដល់ការយល់ព្រមធម្មតាវាត្រូវការពេលច្រើនដើម្បីការយល់ព្រមអញ្ចឹងជាទូទៅយើងត្រូវទិញពីគេប៉ុន្តែយើងទាំងអស់គ្នាត្រូវរៀនធ្វើទៅតាមគេទាំងអស់អ្វីដែលគេរៀបចំឲ្យយើងហ្នឹងហើយអញ្ចឹងយើងនៅពេលនោះវាឆ្នាំ2005បានន័យថាយើងមិនទាន់មានអីច្រើនប្រហែលទេយើងរៀនពីគេអញ្ចឹងវាជារឿងថ្មីសម្រាប់យើងដែរអញ្ចឹង team របស់យើងទាំងអស់គ្នាហ្នឹងត្រូវទៅប្រទេសគេទៅរៀនពីគេមកអញ្ចឹងធ្វើតាមគេរបៀបរបស់គេចុងក្រោយយើងបើកទៅបានទទួលជោគជ័យមែនដោយសារវាថ្មីហើយវាប្លែកនៅពេលនោះហើយខ្ញុំតែចាំបានថាការសម្ភាសដំបូងជាមួយអ្នកកសិនៅពេលនេះថា95% នៃប្រជាជនខ្មែរយើងអត់ស្គាល់អ្វីជា pizza ទេមានតែហាងមួយចំនួនជាហាងផ្នែកបរទេសតែលក់ឲ្យភ្នាក់ងារអតិថិជនរបស់គាត់ភ្នាក់ងារបរទេសគ្នាខ្មែរយើងមិនសូវស្គាល់ទេពេលនោះបាទពី95% ដែលមិនស្គាល់ pizza ទៅជាខ្ញុំគិតថាមកដល់ពេលនេះគឺទាំងអស់គ្នាអាច 100% ហើយបាទនិយាយរួមស្គាល់ pizza ហើយក៏ចូលចិត្ត pizza ដែលបងបានច្នៃបង្កើតជាច្រើនបាទកន្លងទៅឃើញរសជាតិបែបខ្មែរអីហ្នឹងជាច្រើនបាទបងគិតថាកត្តាអីធំជាងគេដែលបងឲ្យមួយក្រុមការងារកាលច្រើនបំផុតប្រហែលអ្នកបងកាលហ្នឹងក្រុមហ៊ុន EFG យើងពេលនោះនៅឆ្នាំ2000ដើមឆ្នាំ2025យើង1450នាក់1450នាក់បាទជាមួយនឹងក្រុមការងារ1450នាក់នេះកត្តាអីដែលធ្វើឲ្យបងអាចទាញបងប្អូនជាច្រើនឲ្យចូលចិត្តញ៉ាំ pizza បាទខ្ញុំគិតថាពាក្យភាសាអង់គ្លេសគេហៅថា consistency បាទភាពធ្វើឲ្យជាប់លាប់បានល្អជាប្រចាំទាំងស្តង់ដារគុណភាពម្ហូបអាហារទាំងប្រតិបត្តិការនៅក្នុងហាងទាំងការផ្ដល់សេវាកម្មអតិថិជនរបស់យើងទាំងអស់ហ្នឹងត្រូវការយើងបង្ហាត់បង្ហាញធីមរបស់យើងក្រុមការងាររបស់យើងឲ្យគាត់ទៅតាមស្តង់ដារមួយយើងប្រើពាក្យថាexcellent standard operation របស់យើងគឺថាល្អឥតខ្ចោះទៅតាមស្តង់ដាររបស់យើងអញ្ចឹងទាំងអស់ហ្នឹងវាត្រូវការបង្ហាត់បង្ហាញការបង្រៀនហើយការប្រឹងប្រែងយកចិត្តទុកដាក់ពីធីមគ្រប់គ្នាទាំងអស់ហ្នឹងមកហ្នឹងខំទាំងអស់គ្នាណាត្រូវតែប្រឹងទាំងអស់គ្នាព្រោះស្តង់ដារយើងត្រូវរក្សាបានមិនអាចរក្សាអតិថិជនរបស់យើងបានដូចគ្នាដែរអត់មានអី pizza ស្រួលតាដាក់ដុតអីចឹងណាអត់ទេគឺមិនងាយចឹងពេកទេបាទមានស្តង់ដារគេនៅក្នុងហាងរបស់យើងគេហៅថា job 8បាទថាវាជាឯកសារដែលបង្ហាញរបៀបរបបធ្វើរំលឹកយើងជាប្រចាំខ្ញុំបិទនៅលើនៅក្នុងហាងរបស់យើងហ្នឹងស្តង់ដារយើងទៅធ្វើមកជើងគ្រប់គ្នាត្រូវចាំអា recipe ចាំអាក្បួនរូបមន្តម្ហូបអាហារហ្នឹងផងហើយរបៀបធ្វើឲ្យត្រឹមត្រូវទៀតគឺថាបាទគឺទៅលំបាកតាមហ្នឹងជាប្រចាំបាទអរគុណបងហើយរបត់មួយបានបត់មកគឺពេលដែលថៃចូលឈ្លានពានខ្មែរនេះបាទតោះនេះបានដឹងហើយក៏បងប្អូនបានធ្វើពាក្យឯកាលើ Pizza Company ដែរហើយចុងក្រោយនេះបងថានៅសល់ប្រហែលជាឥឡូវហ្នឹងក្រុមការងារនៅសល់ប្រហែលជា650នាក់បាទប៉ុន្តែតោះគ្នាបងគាត់ចង់ប្រាប់សារមួយទៅដល់អ្នកទាំងអស់គ្នាថានេះបាទជាជោគជ័យធំណាស់សម្រាប់ថ្មយើងគឺពេលដែលបងចាប់ផ្ដើមផ្ដាច់កុងត្រាជាមួយនឹង Pizza Company បង
អាចជួយបកស្រាយតិចមើលថាហេតុអីឥឡូវយើងពេលដែលរបត់នេះកើតឡើងនេះហើយបងចាត់ទុកថាវាជាជោគជ័យមួយសម្រាប់ស្រុកខ្មែរយើងទៅវិញបាទដោយសារចំនួននេះកើតឡើងប្រជាជនខ្មែរយើងអតិថិជនខ្មែរយើងគឺគាត់ធ្វើពាក់ឯកាទាំងស្រុងទៅលើផលិតផលប្រទេសថៃហើយរបស់ថៃអញ្ចឹងបាទវាជាការសោកស្ដាយមួយដែរព្រោះយើងមានអតិថិជនច្រើនមានអីច្រើនប៉ុន្តែវាជាជោគជ័យមួយជាឱកាសមួយសម្រាប់ខ្ញុំជាឱកាសមួយហើយវាជោគជ័យមួយសម្រាប់ក្រុមហ៊ុនរបស់យើងខ្លួនឯងក៏ដូចប្រទេសខ្មែរដែរព្រោះយើងផ្ដាច់កុងត្រានឹងភ្លាមដែលពីមុនយើងត្រូវគោរពតាមគេទាំងអស់ធ្វើតាមគេទាំងអស់យើងត្រូវបញ្ជូនលុយជាប្រចាំខែទៅបញ្ជូនលុយចំណែកលក់របស់យើងហ្នឹងមួយចំណែកទៅឲ្យគេយើងត្រូវទិញគ្រឿងផ្សំពីកន្លែងគេឲ្យយើងត្រូវទៅទិញគេឲ្យយើងទៅទិញហ្នឹងមានន័យថាម៉េចយើងទៅទិញកន្លែងហ្នឹងគេក៏ចំណេញលុយនៅផ្នែកខាងហ្នឹងដែរព្រោះធម្មតាយើងទៅទិញពីកន្លែងគេខាងនោះគេក៏ចំណេញលើហ្នឹងអញ្ចឹងទឹកប្រាក់លក់យើងក៏ទៅមួយគេទៀតដែរអញ្ចឹងយើងចង់ធ្វើអីខ្លួនយើងអត់ងាយស្រួលអញ្ចឹងឥឡូវនេះយើងឯករាជ្យយើងអាចចង់ធ្វើអីក៏បានយើងអត់ចាំបាច់ស្ដាប់គាត់ទៀតទេព្រោះវាខ្លាចជារបស់យើងពិតប្រកបខ្លួនឯងរួចទៅហើយអញ្ចឹងវាធ្វើឲ្យយើងសម្រាប់យើងមួយគឺថាជាឱកាសមួយដែលថាយើងអាចកសាងអ្វីយើងអាចធ្វើអ្វីដែលសម្រាប់ជាតំណាងខ្មែរពិតប្រាកដដែលធ្វើឲ្យយើងអាចរីកខ្លួនយើងដោយខ្លួនឯងឈរដោយខ្លួនឯងបានទាំងអស់គ្នាញ៉ាំ pizza បាទ pizza យីហោថ្មីដែលបងដាក់នេះគឺ TPC pizza បាទ pizza ថ្មីរបស់ខ្មែរយើងនេះយីហោថ្មីប៉ុន្តែអ្នកធ្វើចាស់ហើយបាទហើយក្រុមការងារនៅសល់600នាក់ទៀតខ្ញុំសង្ឃឹមថាទាំងអស់គ្នាគិតទៅដល់អ្នក600នាក់ដែលកំពុងនៅនេះបាទហើយចង់ឲ្យបងបញ្ចេញទឹកចិត្តមួយឲ្យទាំងអស់គ្នាដឹងថាអ្នកធ្វើមានទឹកចិត្តអញ្ចឹងណាហើយឥឡូវបងបានប្រាប់ទៅទាំងអស់គ្នាថានេះជាជោគជ័យរបស់ខ្មែរយើងវាទៅជាខ្មែរអានេះខ្មែរយើងកាន់តែភាគរយកាន់តែច្រើនហ្មងណាបាទគឺ TPC Pizza យីហោថ្មីដែលបងបានដាក់ឡើងនេះវាគឺជាមុខមាត់មួយសម្រាប់ខ្មែរយើងលែងទាំងអស់គ្នាញ៉ាំ pizza ហើយលុយលែងទៅថៃទៀតហើយបងណាបាទវត្ថុធាតុដើមក៏មិនទៅថៃបាទហើយលុយ franchise ប្រចាំខែក៏យើងលែងមានទៀតដែរនេះដែលបងថាជាជោគជ័យធំបាទចុងក្រោយបាទខ្ញុំសូមបញ្ជាក់មួយទៀតថាក្រៅពីដែលយើងមានម្ចាស់ការខ្លួនឯងធ្វើខ្លួនឯងបានយើងលែងបង់លុយទៅឲ្យគេលែងទិញរបស់ពីគេនេះវាបើកឱកាសមួយទៀតមិនត្រឹមតែយើងខ្លួនឯងបង្កើតជា brand ខ្លួនឯងឲ្យធ្វើជាម្ចាស់ការខ្លួនឯងប៉ុន្តែអនុញ្ញាតយើងអាចចាប់ផ្ដើមទិញពីអ្វីទីណាដែលយើងចង់ទិញវត្ថុធាតុដើមការគ្រឿងផ្សំដែលយើងផ្ដល់អតិភិបសម្រាប់កសិករក្នុងស្រុករបស់យើងសម្រាប់ដែលគេហៅថាម៉េចអ្នកផលិតនៅក្នុងស្រុករបស់យើងដែលគាត់តូចធំគឺយើងអាចទិញទៅបានគឺយើងអាចទៅរកដល់គាត់ផ្ទាល់អញ្ចឹងយើងទៅជែកមួយគាត់ផ្ទាល់ហើយយើងដែលសំខាន់គឺថាយើងរកព្រោះយើងមានបទពិសោធន៍ផ្នែកខាងម្ហូបអាហារសម្រាប់យើងរកអ្នកផ្គត់ផ្គង់ណាដែលគាត់មានស្តង់ដារពិតប្រាកដទៅលើចំណីអាហារសុវត្ថិភាពចំណីអាហារហើយស្តង់ដារដែលទទួលស្គាល់ដោយរដ្ឋាភិបាលឬមួយក៏ទទួលដោយខាងគេមានក្រុមហ៊ុន certification ដែលគេទៅតាមស្តង់ដារហ្នឹងអញ្ចឹងយើងបានធ្វើកិច្ចការច្រើនមួយរយៈចុងក្រោយជាមួយកសិករក្រុមហ៊ុនមួយចំនួនដូចខ្ញុំបានបង្ហាញពីមុនពីពេលដែលយើងបើកអញ្ចឹងមានកសិករដែលគាត់ដាំបន្លែហើយក៏យើងធ្វើជាមួយនឹងក្រុមហ៊ុនដែលគាត់ផ្គត់ផ្គង់សាច់ជ្រូកគាត់សាច់ជ្រូកស្រស់ហើយគាត់ក៏ធ្វើជាគេហៅ process បានតែចូលទៅធ្វើជាសាច់អីប្រភេទផ្សេងដើម្បីមកធ្វើ topping របស់ pizza ទៅបានសាច់មាន់ដូចគ្នាដែរក៏យើងនៅក្នុងស្រុកដែរអញ្ចឹងក្រៅពីឱកាសដែលយើងអាចពង្រីកខ្លួនយើងជាហាង pizza TPC pizza ខ្លួនយើងនេះក៏ឱកាសមួយសម្រាប់ការទិញរបស់យើងពីក្រុមហ៊ុនក្នុងស្រុកយើងផងនោះដែរនៅពេលណាដែលយើងអាចទិញនៅក្នុងស្រុកបានគឺយើងទិញពីគាត់បាទណាយើងរកបានរបស់រកបានយើងត្រូវទៅក្រៅយើងអត់ជំរឿណាហ្នឹងហើយប៉ុន្តែចុងក្រោយក៏របស់របស់យើងហ្នឹងក៏មិនទៅប្រទេសថៃវិញដែរយើងទិញពីប្រទេសផ្សេងដែលព្រោះក្រុមការងារយើងមានបទពិសោធន៍ផ្នែកខាងហ្នឹងអញ្ចឹងយើងបង្កើតគ្រឿងផ្សំខ្លួនយើងយើងព្រោះ20ឆ្នាំចុងក្រោយយើងស្គាល់ថាអតិថិជនយើងគាត់ចូលចិត្តរសជាតិវាមិនអញ្ចឹងយើងដឹងយើងបង្កើតរូបមន្តខ្លួនយើងហើយយើងទៅជែកមួយអ្នកផ្គត់ផ្គង់ទាំងអស់ហ្នឹងបង្កើតជារូបមន្តរបស់យើងខ្លួនឯងរូបមន្តទាំងអ្វីដែលអតិថិជនចូលចិត្តពីមុនហើយជាពិសេសសម្រាប់ brand ថ្មីរបស់យើងដោយសារយើងជាក្រុមហ៊ុនរបស់ខ្មែរយើងបង្កើត brand របស់ខ្មែរអញ្ចឹងយើងបន្ថែមរសជាតិអ្វីដែលរបស់ខ្មែរយើងមុខម្ហូបខ្មែររបស់យើងហើយមុខម្ហូបខ្មែរមិនសម្រាប់តែអតិថិជនរបស់យើងខ្លួនឯងប៉ុន្តែសម្រាប់បរទេសដែលគាត់ចង់ស្គាល់យើង
ប៉ុន្តែគាត់មកហាង pizza គាត់អាចស្គាល់ម្ហូបខ្មែររបស់យើងដែរអញ្ចឹងអាហ្នឹងជួយមួយទៀតគឺថាឲ្យអតិថិជនម្ហូបខ្មែររបស់យើងអាចទៅដល់អតិថិជនច្រើនជាងមុនឲ្យស្គាល់ហើយយើងសម័យពេលបរទេសមកខ្មែរញ៉ាំ pizza តិចមកណាបាទហើយញ៉ាំ pizza រសជាតិរបស់ខ្មែរបាទរសជាតិរបស់ខ្មែរអញ្ចឹងគាត់អាចញ៉ាំផងគាត់ផងដែលរសជាតិគាត់លោកស្គាល់ក្នុងពេលជាមួយគ្នាគាត់អាចញ៉ាំរសជាតិសម្រាប់ខ្មែរដែលគាត់ស្គាល់ចង់ស្គាល់មកបាទខ្ញុំចង់បន្ថែមបន្តិចទៀតតកតងជាមួយរឿងការផ្គត់ផ្គង់មិញនេះមានអ្នកនិយាយថាការផ្គត់ផ្គង់ទៅលែងមកពីថៃថាទោះបីខ្ញុំចង់ទៅទិញទៀតក៏គេមិនលក់ឲ្យដែរបាទបិទព្រំដែនក៏រឿងបិទព្រំដែនមួយប៉ុន្តែរឿង standard ផង franchise នេះគេតម្រូវសម្រាប់អ្នក franchise គ្នាគេយើងចង់ទៅទិញក៏ទិញអត់បានគេមានរូបមន្តផងគេយើងទៅទិញអត់បានទេអញ្ចឹងតើតែយើងអត់ត្រូវការទៅទិញទេព្រោះប្រជាជនខ្មែរយើងពាក់ហិកាក្រុមហ៊ុនថៃមហូបរបស់ថៃទាំងអស់គាត់ពាក់ហិកាអញ្ចឹងអត់មានមូលហេតុណាយើងត្រូវទៅទេយើងត្រូវរកកន្លែងផ្សេងអញ្ចឹងមករយៈចុងក្រោយយើងបានធ្វើកិច្ចការច្រើនប្រហែលខែចុងក្រោយនេះជាមួយធីមការងារយើងដែលយើងស្គាល់អ្វីដែលយើងចង់បានពិតប្រាកដយើងទៅប្រទេសនៅជុំវិញខ្លួនយើងហើយក៏ឆ្ងាយមានឆ្ងាយដែរយើងចិត្តមុនគេនឹងប្រទេសវៀតណាមយើងអាចទៅដល់ហ្នឹងយើងបានមករបស់មួយចំនួនម៉ាឡេបានរបស់មួយចំនួនហ្វីលីពីនបានមួយចំនួនចិនបានមួយចំនួនឥណ្ឌាក៏បានមួយចំនួនហើយយើងទៅដល់អាមេរិកមកពីអាមេរិកក៏មានដែរអញ្ចឹងវាមកពីគ្រប់ប្រទេសដែលចុងក្រោយដើម្បីអាចបម្រើអ្វីដែលយើងត្រូវការនេះដើម្បីជំនួសបតោះសន្នទេដោយសារខ្មែរយើងគុតគង់អត់ទាន់បានអាណាខ្មែរយើងគុតគង់បានបងបានយកចូលហើយបាទហើយនេះគឺជាឱកាសមួយធំមែនទែនសម្រាប់សហគមន៍ខ្មែរដែលមើលវីដេអូនេះហើយបាទទាំងអស់គ្នាមានឱកាសមួយគុតគង់បាទមក TPC Pizza បាទរបស់ខ្មែរយើងហើយទៅតាមស្តង់ដារមួយនៅពេលដែលបងមានស្តង់ដារមួយរៀងខ្ពស់តិចទាំងអស់គ្នាខំប្រឹងផលិតមែនទេបងដល់ពេលអញ្ចឹងអាស្តង់ដារយើងក៏វាកាន់តែឡើងទៀតបាទខ្ញុំចង់ជម្រាបមួយដែរថាការទិញក្នុងស្រុកនេះទីមួយវាបានជាផលប្រយោជន៍សម្រាប់ក្រុមហ៊ុនក្នុងស្រុកយើងប៉ុន្តែវាផលប្រយោជន៍សម្រាប់យើងជាម្ចាស់ brand ដែរដោយសារកាលណាយើងទៅជែកជាមួយក្រុមហ៊ុនយើងធ្វើកិច្ចការមួយក្រុមហ៊ុនក្នុងស្រុកគាត់យើងជួបជាមួយនឹងម្ចាស់ផ្ទាល់អញ្ចឹងយើងមានអាចទៅជែកភាសានេះច្រើនយើងផ្លាស់ប្ដូររសជាតិយើងថែមថយទៅតាមអ្វីយើងចង់បានយើងអាចធ្វើបានទៅជែកគ្នាហើយខ្មែរដូចគ្នាចង់ជួបគ្នាខលឬមួយទៅជួបគ្នាបានភ្លាមព្រោះសំខាន់មួយទៀតបាទចំណេញច្រើនសំខាន់ដែលចំណេញផ្នែកខាងសេដ្ឋកិច្ចមកនោះសម្រាប់អាជីវកម្មមកនោះគឺការដឹកជញ្ជូនមិនបាច់ដឹកមកពីឆ្ងាយអញ្ចឹងចំណេញការដឹកជញ្ជូនពុនគឺក្នុងស្រុកយើងខ្លួនឯងអត់ងាយពិបាកទេការស្តុកពីមុនយើងនាំចូលមកមួយខែនាំមកម្ដងយើងត្រូវការឃ្លាំងស្តុកចំណាយឬអត់បើឥឡូវនេះយើងផលិតផ្ទាល់អញ្ចឹងយើងត្រូវការយើងខលគាត់យើង place order គាត់មួយអាទិត្យដឹកមកយើងហើយបាទមួយទៀតនោះគាត់ទុកឲ្យយើងហើយគាត់ដឹកឲ្យយើងដល់ហាងទៀតអញ្ចឹងជួយច្រើនផ្នែកខាងអាជីវកម្មគឺជួយយើងច្រើនបាទបត់បែនក្នុងលក្ខណៈដែលយើងជួបជាមួយម្ចាស់ផ្ទាល់ហើយជាមួយអ្វីដែលខ្ញុំរៀបរាប់ខាងដើមមិញគឺផ្នែកអាជីវកម្មគឺជួយផ្នែកខាងចំណេញទាំងអស់គ្នាយីមែនតើកាលពីយើងនៅក្រោម franchise របស់គេយើងចង់ធ្វើអញ្ចឹងអត់បានទេព្រោះទី1គេកំណត់ហើយស្រេចគេអ្នកជួបខាងនោះដូចខ្ញុំជម្រាបខាងដើមមិញហ្នឹងយើងទៅទិញពីខាងហ្នឹងប៉ុន្តែការពិតខាងនោះគេយកចំណេញហើយស្រេចយើងអត់អាចទៅចោះឆាយបានទេហើយយើងត្រូវដឹកមកទៅចំណាយពេលហើយយើងត្រូវផ្ទេរលុយចេញទៅខាងក្រៅបាទយើងត្រូវយកមករកកន្លែងទុកចេញកន្លែងទុកហើយយើងទៅដឹកនៅក្នុងហាងខ្លួនឯងយើងចាត់ចែងខ្លួនឯងដល់ពេលយើងធ្វើនៅមួយចំណែកក្នុងស្រុកគាត់ចាត់ចែងទាំងអស់ហ្នឹងឲ្យយើងទាំងអស់ហ្នឹងហើយស្រួលទៅជែកគ្នាខ្មែរដូចគ្នាភាសាជាមួយគ្នាបាទអរគុណបងបាទហើយយើងមើលអូយតាមបន្ទូអូយចំណេញខ្លាំងណាស់បាទចំណេញខ្លាំងមែនទែនយើងតម្លាក់យីហោថៃចេញបាទហើយបងដាក់យីហោខ្លួនឯងប៉ុន្តែឃើញនៅក្នុង comment មួយចំនួនបងប្អូននៅតែច្រឡំនៅតែ TPC ទៅជា Pizza Company ដដែលបាទតើការដែលបងរើសយីហោថ្មីនេះបងអាចជួយបញ្យល់បន្ថែមបានទេមិញបងអត់បញ្យល់មុខមាត់មុនទេបងបញ្យល់អាផ្ទៃក្នុងមុនណាអូយបាទនេះបាទចង់ឲ្យបង្ហាញឲ្យទាំងអស់គ្នាថានេះយើងខ្មែរបាទយើងរស់ស៊ីដើម្បីខ្មែរហើយបង22ឆ្នាំនេះស្នាដៃដែលគាត់ធ្វើបាននេះខ្ញុំគិតថាអ្នកផ្សេងពិបាក22ឆ្នាំហើយមិញបងថាមិនមែនខំតែម្នាក់ឯងទេ1400អ្នកជាងប៉ុន្តែឥឡូវនៅសល់600អ្នកជាងទៀតនៅក្នុង Pizza បាទខ្ញុំសង្ឃឹមថានេះការបកស្រាយរបស់បងនឹងចូលរួមមួយឲ្យទាំងអស់គ្នាយល់ហើយទាំងអស់គ្នានៅមានសំណួរអាចសួរមកបានឥឡូវបងមើលបកស្រាយចម្ងល់របស់បងប្អូនដែលលើកឡើងរឿងយីហោថ្មីនេះបងសូមអញ្ជើញបាទយីហោថ្មីបាទយើងមានការទៅជែកគ្នាច្រើនក្នុងការទាំងផ្ទៃក្នុងក៏ដោយក៏យើងទៅជែកមួយខាង agency របស់យើងនៅក្នុងស្រុកខ្មែរយើងដែរCompass Advertising
ក្រុមហ៊ុននេះគឺគាត់ក្រុមហ៊ុនខ្មែរ បាទ ហើយបងស្រីម្ចាស់ក្រុមហ៊ុនក៏ដូចជា CEO នឹងគាត់និយាយរួមគាត់បកកែ បាទ ហើយគាត់ធ្វើការមួយយើងគាត់មានទឹកចិត្តមួយថាគាត់ចង់បង្កើត brand ខ្មែរមួយដូចគ្នាគាត់ចង់ឲ្យថាបើយើងបង្កើតមួយបើសិនជាយើងធ្វើអាហ្នឹងឲ្យចេញបានគឺជោគជ័យសម្រាប់ប្រទេសខ្មែរគឺសម្រាប់គាត់ក្រុមហ៊ុនគាត់ខ្លួនឯងព្រោះគាត់ជាអ្នកចូលរួមបង្កើតមួយគ្នាក្រុមការងារបង្កើតមួយគ្នាអញ្ចឹងយើងធ្វើការមួយគ្នាទាំងយប់ទាំងថ្ងៃយីមែនទេតែចេះគ្នាថាឥឡូវគួរដាក់ brand អី បាទ មានដំបូងថាភ្នំពេញ pizza នឹងមួយទៅព្រោះឡើងគឺថា pizza Cambodia មួយទៅហើយជាមួយទៀតថាយើងចង់បានថាថ្ងៃក្រោយ brand ហ្នឹងយើងអាចចេញទៅខាងក្រៅទៀតយើងគួរតែរកស្អីមួយតាមបើថាយើងជាខ្មែរយើងមានអីដែលជាអត្តសញ្ញាណខ្មែរនៅក្នុងហ្នឹងអញ្ចឹងយើងមានទៅជែកគ្នាច្រើនឈ្មោះទាំងអស់ហ្នឹងប៉ុន្តែមួយទៀតគឺថាឈ្មោះយើងមិនចង់ឲ្យវែងពេកពិបាកអានទេយើងចង់ឲ្យងាយស្រួលអានណាឲ្យគេងាយស្រួលចាំទៀតអញ្ចឹងយើងត្រូវបង្កើតឈ្មោះមួយឲ្យងាយស្រួលតាមការគិតអញ្ចឹងណាហើយក៏យើងអាចយកចេញទៅខាងក្រៅឲ្យនេះអញ្ចឹងក៏ថា The Pizza Cambodia ហ្នឹងល្អប៉ុន្តែរៀងវែងចុះឥឡូវយើងធ្វើវាខ្លីទៅថា The Pizza Cambodia វាទៅជា TPC វិញទៅ The Pizza Cambodia អញ្ចឹង TPC ហើយយើងបន្ថែមពាក្យ pizza នៅពីក្រោយនៅពេលគេអានថា TPC pizza មិនថាអូអញ្ចឹងហាងហ្នឹងលក់ TPC ឈ្មោះ TPC លក់ pizza ហើយបាទយើងដាក់ហ្នឹងទៅហើយមួយទៀតរឿងពណ៌យើងនិយាយនេះថាពណ៌ប្រើពណ៌អីបាទអញ្ចឹងយើងមើលនៅក្នុងទីផ្សារ pizza យើងថ្ងៃហ្នឹងយើងមានម៉ាកក្នុងស្រុករបស់យើងផងម៉ាកពីខាងក្រៅប្រទេសផ្សេងផងគេមានពណ៌គេរៀងខ្លួនហើយតែយើងយកពណ៌អីហើយយើងគិតថា pizza មកពីប្រទេសអ៊ីតាលីបាទអញ្ចឹងបាទយើងថាអញ្ចឹងយើងគិតមើលយកពណ៌អីហើយយើងក្រុមហ៊ុន EFG ខ្លួនឯងយើងពណ៌ក្រហមតែអត្តសញ្ញាណមកពណ៌ក្រហមបាទអញ្ចឹងយើងគិតរឿងខ្មែរតិចទៅយើងគិតថាអូប្រភពដើមនៃ pizza តិចទៅគិតក្រុមហ៊ុនយើងទៅអ៊ីតាលីតិចទៅដល់ចុងក្រោយវាចេញទៅជាអីវាចេញពណ៌ដែលយើងរាល់ថ្ងៃហ្នឹងបាទតងក្រហមសនៅក្នុងហ្នឹងហើយអាហ្នឹងអីគេគឺទង់ជ័យvớiអ៊ីតាលីហើយបងស្រីខាង Compass Advertising គាត់ថាយក uniform គាត់ design uniform នឹងឲ្យទៀតថាអត្តសញ្ញាណយើងមួយដោយថាយើង pizza ជាម្ហូបអ៊ីតាលីអញ្ចឹងយើងដាក់យើង uniform យើងមួយទៅប៉ុន្តែយើងក៏មិនភ្លេចអត្តសញ្ញាណយើងទៅលើឯកសណ្ឋានយើងដែរយើងមានកម្មាអញ្ចឹងគាត់ថាកម្មាយើងកាឡាហ្នឹងមានឆ្នូតក្រហមអញ្ចឹងណាអញ្ចឹងយកអាហ្នឹងទៅដាក់នៅក្នុងឯកសណ្ឋានរបស់យើងទៅបាទឲ្យវាជាអត្តសញ្ញាណពេលយើងពាក់ចេញទៅថាអាហ្នឹងតំណាងចេញពីប្រទេសយើងទៅហើយមួយទៀតក៏យើងថាចុះមានអីទៀតដើម្បីថាតំណាងប្រទេសខ្មែរយើងដែរហើយយើងនឹកឃើញរឿងផ្កាថាអូជុំវិញតំបន់អាស៊ីអាគ្នេយ៍របស់យើងគេប្រទេសមួយគេមានតំណាងផ្កាគេរៀងខ្លួនបើយើងផ្កាអីយើងថាផ្ការំដួលជាផ្ការបស់យើងអញ្ចឹងយើងគួរយកទៅដាក់ណាអញ្ចឹងយើងថាឲ្យវាទៅឯកសណ្ឋានបន្តិចដែរទៅមានផ្នែកខ្លះរបស់យើងនៅក្នុងនេះមានឯកសណ្ឋានមានpattern ការរំដួលហ្នឹងហើយយើងយកទៅដាក់លើចានហើយនៅកន្លែង cashier របស់យើងហ្នឹងនៅក្រោយ cashier របស់យើងកន្លែងគិតលុយហ្នឹងយើងមានដាក់ការរំដួលនៅក្នុងហ្នឹងដែរហើយយើងគាត់ design ការរំដួលហ្នឹងក្នុងធម្មតាគេស្គាល់ pizza គេនិយាយ pizza គេនឹកឃើញអា pepperoni ដាក់លើ pizza ហ្នឹងអញ្ចឹងគាត់ design ការ pizza នេះជាការរំដួលហើយដាក់ pepperoni នៅហ្នឹងដាក់ឈ្មោះយើងពីក្រោយនៅក្នុងហ្នឹងអញ្ចឹងមែនតើមានអត់ទៅជែកគ្នាច្រើនក្នុងការថាបង្កើតទៅមិនវិញហើយក្រុមហ៊ុន design គាត់ហ្នឹងលឿនទៀត team គាត់បាទស្ដាប់ទៅវាអត់ដូចយីហោចាស់ទេណាបងខ្ញុំនិយាយតាមត្រង់យើងអត់ដែលបានគិតថាយីហោចាស់ហ្នឹងយីហោថ្មីព្រោះយើងជាអ្នកអាជីវកម្មយើងគិតថាយើងទិញសិទ្ធិពីគេមកម្នាក់គេការពារអារូបផ្លាកសញ្ញារបស់គេឈ្មោះរបស់គេខ្លាំងគេមិនឲ្យយើងច្រឡំតាមទេគឺគេការពាររបស់គេហើយយើងថាយើងអត់មានមូលហេតុទៅដូចគេហើយយើងក៏អត់ដែលបានគិតថាដូចគេហ្នឹងវាមានឥទ្ធិពលលើយើងអត់ប៉ុន្តែការគិតរបស់យើងវាគិតដូចខ្ញុំជម្រាបខាងដើមវាជាការគិតរបស់យើងចេញមកអញ្ចឹងយើងមានដែរបានគិតថាទៅច្រឡំឲ្យដូចគេទៅដើម្បីឲ្យអតិថិជនពេញចិត្តរបស់យើងថាយើងអត់ផងយើងក្រុមហ៊ុនខ្មែរយើងបង្កើតនៅទីនេះស្អីដែលយើងបើកចំហអតិថិជនដឹងទៅយើងមានចាំបាច់ទៅច្រឡំគេហើយយើងអត់ដែរបានបារម្ភថាអាហ្នឹងផកគេហ្នឹងរបស់យើងអត់ដែរបានគិតផងអញ្ចឹងបាទចុងក្រោយទៅជែកគ្នាទាំងអស់ហ្នឹងមកថានេះអ្វីដែលយើងចង់ធ្វើខ្លួនយើងខ្មែរគិតវាខាងក្រោយខ្មែរយើងធ្វើអញ្ចឹងមកហើយយើងដាក់របស់ខ្មែរចូលយ៉ាងច្រើនមើលទាំងអស់គ្នាមើលទាំងកម្មាទាំងផ្កាប៉ុន្តែមិនដឹងមិនគ្នាយើងនៅតែមើលទៅស្តៀងមួយយីហោចាស់បាទហើយខ្ញុំឃើញគ្នាយើងលើកមួយទៀតហេតុអីរក្សាលេខទូរស័ព្ទទៅដែរអូលេខទូរស័ព្ទនេះខ្ញុំចង់និយាយថាចេះក្នុងនាមអាជីវកម្មណាអាជីវកម្មធម្មតាអាហ្នឹងគេចាត់ទុកជាទ្រព្យសម្បត្តិភាសាអង់គ្លេសគេហៅ asset បាទបងទ្រព្យសម្បត្តិបាទ
trong đóមានគាមានបុគ្គលិករបស់យើងមានឈ្មោះយើងមានអីទាំងអស់លេខទូរស័ព្ទរបស់យើងហ្នឹងគឺអាហ្នឹងរបស់យើងតែយើងទិញសិទ្ធិពីគេមកបាទទ្រព្យរបស់ក្រុមហ៊ុនយើងទិញសិទ្ធិពីគេទិញបានតែឈ្មោះរបស់គេប្រើនៅពេលចប់កុងត្រាគេយករបស់គេទាំងអស់ប៉ុន្តែលេខទូរស័ព្ទហ្នឹងផលក្រសួងយើងដែរហើយលេខទូរស័ព្ទទាំងយើងទាំងអស់គ្នាមានលេខទូរស័ព្ទរៀងៗខ្លួនត្រូវទេអញ្ចឹងទោះបីយើងឈប់ធ្វើការហ្នឹងយើងដូរមុខរបស់យើងអីយើងចង់រក្សាទូរស័ព្ទយើងអញ្ចឹងព្រោះអាហ្នឹងទ្រព្យរបស់យើងហើយលេខទូរស័ព្ទមែនទេមិនមែនប្រើតែសម្រាប់Pizza ទេតែគាត់យើងប្រើគ្រប់ brand នៅក្នុងអាជីវកម្មរបស់ EFG របស់យើងទាំងអស់ហ្នឹងអតិជនគាត់ចង់ call កំងគាត់ប្រើលេខទូរស័ព្ទ023 8888ហ្នឹងគាត់កំងម៉ាក់អីក៏បានដែរអាហ្នឹងជាទ្រព្យរបស់យើងអាគាររបស់យើងរាល់ថ្ងៃអាគារហ្នឹងយើងជួលគេអញ្ចឹងដល់ពេលយើងដូរផ្លាកចេញម្ចាស់គេនៅម្ចាស់គេដែរយើងដូរផ្លាកអញ្ចឹងខ្ញុំមិនគិតថាមិនមានអីថាលេខទូរស័ព្ទហ្នឹងវាមានអីខុសទាស់ទេព្រោះវាជាទ្រព្យសម្បត្តិរបស់យើងហើយរបស់ប្រសពខ្មែរទេបាទក្នុងការបកស្រាយមួយនេះច្បាស់ណាស់បាទទាំងអស់គ្នាបាទយើងជាទ្រព្យក្រុមហ៊ុនអាណាលេងបោះចោលមិនកើតបាទឥឡូវលេខទូរស័ព្ទបុគ្គលិក600នាក់ដូរចេញរើសបុគ្គលិក600នាក់ថ្មីមកមិនកើតបងមែនទេហើយយើងឲ្យហាងជួលហើយទៅដូរទីតាំងហាងថ្មីទៅឥឡូវហាងនៅសល់ជាង50ដែរបងណាហាងឥឡូវនេះដោយសារមានការពហិការនឹងផងយើងរហូតដល់ហើយយើងមាន39ហាង39តែយើងនឹងត្រូវបើកហើយឥឡូវហ្នឹងគឺយេហៅថ្មីនេះយើងបានបើក11ហាងហើយអូ11ហាងហើយ11ហាងប៉ុន្តែមុននឹងដាច់ខែនេះយើងនឹងអាចបើករហូតដល់39ហាងទាំងអស់ប៉ុន្តែខ្ញុំសូមជម្រាបបន្តិចតទៅមួយរឿងហាងនេះណាហាងនេះយើងដកអ្វីដែលជាអត្តសញ្ញាណផល brand Pizza Company ដែលយើងទិញសិទ្ធិពីគេយើងដោយសារមានការពាក់ឯកាហ្នឹងយើងត្រូវតែបញ្ចប់ហើយយើងអត់មានជំរឿទេអញ្ចឹងយើងបញ្ចប់គាត់ចប់មួយគ្នាដាច់ស្រេចអស់ហើយអញ្ចឹងអត្តសញ្ញាណរបស់គាត់ទាំងអស់គាត់ដកចេញប៉ុន្តែអាណាមិនមែនអត្តសញ្ញាណរបស់គាត់ជាលុយរបស់យើងទេជាទ្រព្យរបស់យើងទេព្រោះហាងនេះយើងអ្នកសង់ទេយើងទិញសិទ្ធិពីគាត់មកប៉ុន្តែសាងសង់ហាងទាំងអស់ហ្នឹងគឺរបស់យើងលុយយើងទេបុគ្គលិករបស់យើងអ្នករើសទេយើងប្រាក់ខែយើងបោះឲ្យគាត់យើងទេយើងទទួលគាត់ត្រូវអញ្ចឹងដោយសារមកភ្លាមចង់ឲ្យធ្វើឲ្យទៅជាថ្មីទាំងអស់មិនអាចទេអញ្ចឹងហើយណាមួយច្រើនហាងហើយណាមួយហាងមួយវាមាន design ផ្សេងៗគ្នាទៅតាមដំណាក់កាលរបស់វាដែលគេមាន design ផ្សេងៗគ្នាពីមុនណាអញ្ចឹងយើងដកអត្តសញ្ញាណចេញរបស់គាត់ទាំងអស់យើងដាក់អត្តសញ្ញាណរបស់យើងដែលខ្ញុំជម្រាបកដើមមិញយើងបញ្ចូលរបស់យើងមកអញ្ចឹងជាទូទៅបើមើលទៅអត់ឃើញអីប្លែកខ្លាំងដាច់ហ្មងទេពួកយើងប្រើរបស់របស់យើងដដែលជារបស់របស់យើងអញ្ចឹងយើងដាក់អត្តសញ្ញាណយើងចូលទៅប៉ុន្តែនៅពេលដែលយើងសាងសង់ហាងថ្មីយើងនឹងមាន design ថ្មីរបស់យើងដែលចេញមកគឺខុសដាច់ពីមុននេះជាការសន្យារបស់បងជាពិតប្រកបពួកយើងបានធ្វើរួចហើយទាំងអស់គ្នាចង់ឃើញណាប៉ុន្តែពេលខ្លះយើងវាត្រូវការពេលបាទវាច្រើនហាងបាទច្រើនហាងប៉ុន្តែយ៉ាងណាការបកស្រាយដែលបងបានលើកឡើងនេះតោះគ្នាមើលឃើញថាបងព្យាយាមដើម្បីដាក់អ្វីដែលជារបស់ខ្មែរយើងហើយផលចំណេញរបស់ខ្មែរយើងមិនត្រឹមដោយកាលពីមុនតោះគ្នាបានត្រឹមតែញ៉ាំភីហ្សាទេគឺជួយទៅដល់សហគមន៍ខ្មែរជាច្រើនបាទបង EFG តើ Kevin គាត់ចង់ឃើញអីណែមួយក្រុមហ៊ុនដែលគាត់បង្កើតនៅស្រុកខ្មែរនេះដោយសារយើងបានបញ្ចប់កុងត្រាជាមួយខាង franchiser យើង Pizza Company ហើយបាទគាត់ចង់ឃើញថា Pizza ខ្មែររបស់យើងហ្នឹងដោយខ្លួនឯងអត្តសញ្ញាណរបស់ខ្មែរហើយអាចចេញទៅក្រៅនៅពេលក្រោយមួយដែលសំខាន់នឹងគាត់និយាយក្រៅពីម្ហូបខ្មែរដែលយើងមានរាល់ថ្ងៃយើងមានអាម៉ុកបាទ Pizza អាម៉ុកយើងមានឆាគ្រឿងយើងមានសាច់ជ្រូកផាត់យើងមានការីយើងណាបានបង្កើតហើយនៅក្នុងម៉ឺនុយរបស់យើងហើយហើយយើងមានណែមទៀតបាទប៉ុន្តែមួយដែលលោក Kevin គាត់ចង់បានណាគាត់ថាទាំងអស់ហ្នឹងគាត់ចង់បានហើយប៉ុន្តែមួយទៀតជាពិសេសរបស់គាត់គឺឆាក្តៅអង្កែប spaghetti គាត់ចង់ដាក់ហ្នឹងនៅក្នុងម៉ឺនុយគាត់ថាគាត់ចង់បានអានឹងយូរហើយឥឡូវយើងមានឱកាសយើងទៅខ្លួនយើងគាត់ចង់ឲ្យបានដាក់ហ្នឹងហើយគាត់និយាយភាសាខ្មែរឆាក្តៅកង្កែបបាទដោយសារគាត់ដឹងថាខ្មែរយើងចូលចិត្តឆាក្តៅបាទខ្មែរយើងចូលចិត្តកង្កែបបាទអញ្ចឹងគាត់ចង់ឃើញកង្កែបរបស់ខ្មែរយើងល្បីបាទទៅអនាគតបាទហើយអានេះស្ដាប់ទៅអ្នកចិញ្ចឹមកង្កែបប្រហែលអូយឱកាសខ្ញុំហ្នឹងអ្នកចិញ្ចឹមកង្កែបបាទនឹងថានេះគឺជាក្តីសម័យគាត់ជនជាតិអាមេរិកមែនគាត់ជាសហគ្រិនដែលបានមកចាប់ផ្ដើមរកស៊ីនៅស្រុកខ្មែរប៉ុន្តែក៏គាត់ចូលរួមដើម្បីប្រម៉ូទស្រុកខ្មែរយើងទៅក្រៅប្រទេសដែរពិតបាទហើយមកដល់ពេលនេះ EFG លទ្ធផលធំយ៉ាងម៉េចទៅបងជា
អាចថាជារង្វាន់ជាពានរង្វាន់ឬក៏ជាស្តង់ដារដែលបងបានចូលរួមមួយគាត់នេះកសាងនៅស្រុកខ្មែរបាទយើងមានមោទនភាពមួយដែលក្រុមហ៊ុនរបស់យើង EFG កម្ពុជារបស់យើងនេះយើងទទួលបាន award ពីខាង HI Asia award របស់គេនោះរង្វាន់របស់គេនោះគេហៅថា best company to work for 3ឆ្នាំជាប់គ្នាអញ្ចឹងអានឹងជាមោទនភាពជាមួយថាយើងបានធ្វើកិច្ចការល្អសម្រាប់បុគ្គលិករបស់យើងបាទហ្នឹងជាចំណុចមួយសំខាន់មួយទៀតក្នុងឆ្នាំ2020តាំងពី2024មក24 25 26 27 4ឆ្នាំជាប់គ្នាយើងទទួលបាន certificate gold certificate ពីខាងពន្ធដាររបស់យើង GDG ហ្នឹងដែលយើងមានន័យថាមកយើងបានធ្វើបញ្ជីត្រឹមត្រូវទាំងអស់យើងបានបង់ពន្ធទាំងអស់ 100% យើងធ្វើអ្វីដែលស្របច្បាប់ទាំងអស់ដែលត្រឹមត្រូវទាំងអស់អញ្ចឹងជាមោទនភាពក្នុងនាមខ្ញុំជាខ្មែរម្នាក់ធ្វើការដែលមានម្ចាស់ជនជាតិអាមេរិកហើយគាត់គោរពតាមកិច្ចគោរពតាមក្បួនច្បាប់ក្នុងប្រទេសយើងទាំងផ្នែកខាងបុគ្គលិកក៏ដូចជាខេត្តបញ្ជីស្នាមពន្ធដារទាំងអស់បាទនៅឆ្នាំ2024បើតាមខ្ញុំចាំយើងបង់ពន្ធប្រហែលជា$5 លានគ្រាន់តែពន្ធប្រហែលជា$5 លានចូលរដ្ឋាភិបាលរបស់យើងបាទគឺមែនតើគាត់ខ្ញុំនៅក្នុងហ្នឹងខ្ញុំដឹងថាយើងកំពុងធ្វើអីហើយខ្ញុំ appreciate អ្វីដែលគាត់ធ្វើថាគាត់គោរពច្បាប់របស់យើងទាំងអស់ហើយគាត់គោរពបុគ្គលិករបស់យើងទាំងអស់គ្នាដូចគ្នាបាទតែអញ្ចឹងខ្ញុំនៅគាត់បានយូរដោយសារសប្បាយចិត្តនៅអ្វីដែលគាត់ treat បុគ្គលិករបស់យើងអាជីវកម្មរបស់យើងនៅក្នុងស្រុកខ្មែរយើងបាទលក់តែភីហ្សាសោះប៉ុន្តែចំណូលចូលជាតិ$5 លានតោះនេះគិតមើលបាទនេះគឺជារឿងមួយដែលខ្ញុំគិតថាកម្រនិយាយរួមនៅស្រុកខ្មែរខ្ញុំគិតថាជាអ្នកកម្របាទហើយនេះគឺជាលទ្ធផលមួយធំបាទដែលចង់ឃើញទាំងអស់គ្នានាំគ្នាបន្តបាទ22ឆ្នាំដែលបងហើយទាំង EFC ឥឡូវហ្នឹងយើងទៅយីហោថ្មី TPC Pizza យើងចូលរួមជួយចំណែកចំណូលចូលដល់ចំណូលជាតិបាទយើងចូលរួមជួយសេដ្ឋកិច្ចជាតិតាមរយៈការងារយើងចូលរួមជួយមុខមាត់ជាតិបាទនេះទៅអនាគតដោយសារយីហោថ្មីទេ TPC Pizza យីហោថ្មីទេប៉ុន្តែសង្ឃឹមថាបងនឹងបន្តស្នាដៃបន្តការខំប្រឹងរបស់ខ្លួនដើម្បីយកយីហោរបស់ខ្មែរយើងមួយនេះដែលយើងមានឱកាសផ្ដាច់កុងត្រា franchise ពីថៃហើយនេះជាឱកាសមួយដែលយើងកសាងមុខមាត់ខ្មែរហើយនេះគឺជាលទ្ធផលមួយធំមែនទែនបាទដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាបន្តចូលរួមបន្ថែមបាទហើយត្រូវការគ្រប់គ្រងនៅក្នុងស្រុកនឹងខ្លាំងមែនទែនបាទនេះគឺជាជំហានទី1ហើយដែលបងតម្លាក់យីហោគេបាទមកតឡើងយីហោខ្លួនឯងនេះបាទជំហានមួយនេះសំខាន់ណាស់ត្រូវការទាំងអស់គ្នាបាទដែលជាអ្នកញ៉ាំជាពិសេសហ្មងបាទហើយអ្នកដែលចូលចិត្តញ៉ាំអ្នកដែលធ្លាប់ញ៉ាំឆ្ងាញ់ណាបាទឥឡូវនឹងឆ្ងាញ់ហើយមោទនភាពខ្មែរទៀតអូយមិញ5 6មុខនេះម៉ួយបាទទាំងអស់គ្នាជួយញ៉ាំ5 6មុខនេះបរទេសមកមិនដឹងជាគ្រប់ត្របែបណាទេបាទភីហ្សារសជាតិរបស់ខ្មែរមុខម្ហូបរបស់ខ្មែរហើយជំហានមួយនេះជោគជ័យមិញជំហានបន្ទាប់ដែលបងបានលើកឡើងហើយជា vision ជាចក្ខុវិស័យបាទរបស់ម្ចាស់ TPC ផ្ទាល់ EFG ផ្ទាល់តែម្ដងនេះបាទវានឹងធ្វើឲ្យចក្ខុវិស័យគាត់នឹងសម្រេចទៅតាមអ្វីដែលគាត់ចង់បានបងអាចមើលខ្ញុំចង់ឲ្យបងលើកមក clear មើលបងថា22ឆ្នាំនេះអ្វីដែលធ្វើឲ្យបងមោទនភាពជាមួយ Pizza ហើយទៅអនាគតនេះជាមួយយីហោថ្មី TPC Pizza នេះបងនឹងមានគម្រោងអីខ្លះប៉ុន្តែទី1ចង់សួរបងថាបង22ឆ្នាំនេះអ្វីដែលធ្វើឲ្យបងមោទនភាពខ្ញុំមើលឃើញខ្ញុំកម្រខ្ញុំឃើញគ្នាយើងលក់ម្ហូបបើកភោជនីយដ្ឋានបើកអីហ្នឹងម្ចាស់មិនសូវជាសុបាយចិត្តហ្មងនេះអ្នកគ្រប់គ្រងមិនសូវសុបាយចិត្តហ្មងវាការងារវា stress ខ្លាំងប៉ុន្តែខ្ញុំឃើញបង enjoy ខ្ញុំឃើញបងរីករាយជាមួយការងារនេះ22ឆ្នាំហើយអ្វីជាមោទនភាពធំជាមួយការងារនេះបងបាទសម្រាប់ខ្ញុំមោទនភាពដែលធំជាងគឺថាអតិថិជននៅបន្តគ្រប់គ្រងប៉ុន្តែដើម្បីអតិថិជនបន្តគ្រប់គ្រងហ្នឹងគឺក្រុមការងាររបស់យើងទាំងអស់បាទដែលគាត់ passion គាត់មានភាសាខ្មែរយើងថាម៉េចទឹកចិត្តបាទទឹកចិត្តនៅក្នុងការធ្វើឲ្យអ្វីដែលគាត់ធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់គេហៅថា excellent ល្អឥតខ្ចោះនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើងបាទយើងម្នាក់ឃើញអតិថិជនសប្បាយចិត្តគាត់ក៏សប្បាយចិត្តគាត់ប្រឹងទាំងអស់គ្នាប៉ុន្តែអ្វីដែលជាពិសេសសម្រាប់ឥឡូវទៅបាទនេះថាឥឡូវនេះយើងបាន brand ខ្លួនយើងហើយយើងយកអាភាពឥតខ្ចោះ operation excellent របស់យើងហ្នឹងដើម្បីបង្កើតផលយើងបន្តទៅវិញ
បន្តទៅដែលជារបស់របស់យើងផ្ទាល់ទៅវិញអាហ្នឹងតែជាអ្វីដែលសំខាន់ហើយមោទនភាពខ្ញុំធំជាងគឺថា20ឆ្នាំចុងក្រោយនេះគឺយើងអាចបានម៉ាកមួយដែលជារបស់របស់យើងពិតប្រាកដម៉ាកមួយដែលតំណាងស្រុកខ្មែរហើយតទៅអនាគតម៉ាកនេះនឹងចេញទៅស្រុកខ្មែរមិនត្រឹមតែជាអាជីវកម្មមួយផុសខ្មែរដែលចេញទៅក្រៅប៉ុន្តែនាំយកអត្តសញ្ញាណមហូបអាហាររបស់ខ្មែរហើយនោះអត្តសញ្ញាណជាអ្វីជាអត្តសញ្ញាណរបស់ខ្មែរចេញទៅខាងពិភពលោកនៅខាងក្រៅទៀតអាហ្នឹងអ្វីតែជាយើង dream បន្តទៅបាទហើយនេះគឺជាអ្វីដែលយើងជាខ្មែរទាំងអស់គ្នាទាំងអ្នកទាំងអស់គ្នាទាំងខ្ញុំស្ដាប់ទៅវារំភើបហ្មងមែនទេដោយសារ EFG ជាក្រុមហ៊ុនអន្តរជាតិរបស់អាមេរិកហើយមានបងថាមិញ12ប្រទេសហើយបង14ប្រទេសបាទហើយបងចេះមិញ Pizza ខ្ញុំឃើញថាបងរីករាយជាមួយនឹងក្រុមការងារដែលយើងធ្វើឲ្យភ្ញៀវជាច្រើនគ្រប់គ្រងនេះជាមោទនភាពមួយធំមែនតើបាទហើយក៏ទៅគ្រាន់តែ Pizza សោះណាយើងអាចទាញមនុស្សកាលពីមុន 95% អត់ស្គាល់ Pizza ឥឡូវហ្នឹងគឺមនុស្សច្រើនអ្នកមែនតើស្គាល់ Pizza នេះជាមោទនភាពមួយដែលបងលើកឡើងណាបងបាទប៉ុន្តែមោទនភាពនេះបងបានបកស្រាយតាំងពីក្បាលទីមកថាវាមិនស្រួលទេបាទហើយអ្វីដែលធ្វើឲ្យបងទឹកចិត្តហ្នឹងវាមានណាបងរឿងហ្នឹងវាមិនស្រួលប៉ុន្តែបងឲ្យមួយក្រុមការងារនាំគ្នាធ្វើបានណាបងដោយសារហេតុអីបងបាទខ្ញុំគិតថាការតាំងចិត្តគឺសំខាន់បំផុតហើយនៅពេលដែលយើងធ្វើកិច្ចការរបស់យើងមកយើងឃើញលទ្ធផលម្នាក់មានទំនុកចិត្តមួយមានទឹកចិត្តមួយទៅមុខទៀតហ្នឹងអាហ្នឹងតែជាសំខាន់ជាងគេគឺអាហ្នឹងហើយបុគ្គលិករបស់យើងនិយាយមែនទែននៅពេលគាត់ធ្វើកិច្ចការមួយនៅក្នុងក្រុមហ៊ុនរបស់យើងមានរបៀបរបបរបស់យើងមួយបាទយើងមានគេហៅ training road map បានថាបុគ្គលិកដែលចូលធ្វើកិច្ចការមួយយើងគាត់ឃើញផ្លូវដែលគាត់ត្រូវដើរទៅមុខថាគាត់ថ្ងៃនេះយើងចាប់ផ្ដើមជាបុគ្គលិកធម្មតាចាប់ផ្ដើមបុគ្គលិកធម្មតាសាមញ្ញប៉ុន្តែជារៀងរាល់ពេលបើយើងមើលទៅប្រហែលជា2ឆ្នាំកន្លះទៅ3ឆ្នាំគាត់អាចចាប់ដើមពីបុគ្គលិកធម្មតាអាចក្លាយទៅជា manager សម្រាប់ store នៅហាងមួយតាមរយៈការ training របស់យើងហ្នឹងយើងមានលំដាប់វាទាំងអស់គេមាន module គេច្រើនដែលត្រូវចាប់ដើមពីការបម្រើអតិថិជនធម្មតាម្ហូបអាហារធ្វើម្ហូបអាហារធម្មតាប៉ុន្តែទៅមួយទៀតតែរបៀបគ្រប់គ្រងបាទដំណាក់ម្ដងដែលធ្វើឲ្យគាត់ឈានរហូតដល់ចុងក្រោយគាត់អាចធ្វើមេគេបានអញ្ចឹងខ្ញុំគិតថានៅពេលដែលយើងមាន road map មួយមានផែនទីបង្ហាញផ្លូវមួយច្បាស់សម្រាប់ពួកគាត់ដែលគាត់ឃើញអនាគតរបស់គាត់ក្នុងរយៈពេល2ឆ្នាំកន្លះទៅ3ឆ្នាំនោះហើយជាមួយនឹងអ្វីដែលយើងផ្ដល់ឲ្យគាត់ការវឹកវើឲ្យគាត់ផ្ដល់ឲ្យគាត់ជាប្រចាំគាត់មានផ្លូវមួយដែលត្រូវដើរគាត់ឃើញផ្លូវមួយត្រូវដើរគាត់ប្រឹងប្រែងទៅតាមនឹងដូចគ្នារួមផ្សំជាមួយអតិថិជនសប្បាយចិត្តនៅអ្វីដែលគាត់ធ្វើប្រចាំថ្ងៃទៀតអញ្ចឹងទឹកចិត្តហ្នឹងគឺថាធ្វើឲ្យគាត់នឹងកាន់តែមានកម្លាំងចិត្តតទៅមុខជាមួយគ្នាបាទន័យថាមកធ្វើការនៅ TPC Pizza អនាគតលើសពី Pizza ជាការពិតគឺយើងមាន Pizza ទេយើងមានបុគ្គលិកយើងច្រើនដែលចេញទៅគាត់ទៅរកស៊ីខ្លួនឯងគាត់ទៅបើកហាងមានអ្នកបើកហាង Pizza ទៀតពួកគាត់រៀនចេះពីនឹងទៅគាត់រៀនតាំងពីរបៀបធ្វើម្ហូបអាហារតាំងពីសេវាកម្មរបៀបគ្រប់គ្រងអញ្ចឹងគាត់ចេញទៅគាត់អាចបើកហាងខ្លួនឯងបានហើយគាត់អាចគ្រប់គ្រងគេបានទៀតអញ្ចឹងដោយសារអា system ដែលយើងរៀបនឹងប្រព័ន្ធដែលយើងរៀបក្នុងការវឹកវើបុគ្គលិករបស់យើងនឹងជាមួយនឹងរបៀបរបបធ្វើការរបស់យើងនឹងដែលខ្ញុំហៅថា operation excellence ហ្នឹងគឺធ្វើឲ្យបុគ្គលិករបស់យើងគឺថាគាត់នៅមានទំនុកចិត្តខ្លួនឯង motivate ខ្លួនឯងជាប្រចាំនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់គាត់បងនិយាយរួម EFG ជាក្រុមហ៊ុនមួយរបស់អាមេរិកបាទហើយលើសូព័ត៌មានចុងក្រោយនេះ EFG បានលក់ទៅក្រុមហ៊ុនផ្សេងទៀតអីបងយ៉ាងម៉េចដែរហ្នឹងបាទកាលពីដើមឆ្នាំនេះក្រុមហ៊ុន EFG កម្ពុជារបស់យើងហ្នឹងដែលពីមុនយើងនៅក្រោមក្រុមហ៊ុន EFG Holding នៅក្នុងប្រទេសថៃបាទហើយត្រូវបានលក់ទៅឲ្យក្រុមហ៊ុនមួយពូ Palm International នៅក្នុងប្រទេសសិង្ហបុរីក្រុមហ៊ុន Palm International Palm Food International នេះមែនតើគាត់នៅក្នុងទីផ្សារនៅសិង្ហបុរីហ្នឹងវាចូល35ឆ្នាំហើយជាង EFG ទេគាត់បង្កើតតាំងពីឆ្នាំ8ជាងបើតាមខ្ញុំចាំណាបាទគាត់យូរហើយគាត់នៅក្នុងairport បើកហាងនៅក្នុង airport នៅសិង្ហបុរីមហូបអាហារបាទជំនាញគាត់គឺផ្នែកខាងហ្នឹងតែម្ដងអញ្ចឹងគាត់បានទិញក្រុមហ៊ុន EFG កម្ពុជានេះតាំងពីដើមឆ្នាំនេះឥឡូវនេះគេកំពុងធ្វើឯកសារមិនទាន់ចប់ធម្មតាផ្នែកផ្លូវច្បាប់ហ្នឹងឯកសារវាច្រើនបាទអញ្ចឹងយើងលែងនៅក្រោមថៃហើយយើងនៅក្រោមសិង្ហបុរីម្ដងហើយក្រុមហ៊ុន Palm Food International នេះម្ចាស់គឺលោក Kevin Whitcraft ដែលខ្ញុំបានជម្រាបម្ដងគឺគាត់
ជាជនជាតិអាមេរិកកាំង អូ ហើយយើងមានអាជីវកម្មនៅក្នុងពិភពលោកនេះ14ប្រទេស បាទ បាទមួយទៀតដែលខ្ញុំចង់ជម្រាបដែរថានៅឆ្នាំមុនខែ11 បាទ យើងបានបិទ4ហាង pizza បិទ ហាង pizza ទាំងហាង pizza និងមានហាង DQ ហាង Swenson ហាង Boost ដែលយើងទិញសិទ្ធិពីប្រទេសដទៃដែរហ្នឹង បាទ shopping mall នៅក្នុងផ្សារទំនើបនៅក្នុង Prince Mall អូ នៅកំពង់សោម បាទ មូលហេតុដែលសំខាន់គឺថាលោក Gen Z នេះត្រូវ បាទ បានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអាមេរិក អូ ច្បាប់របស់អាមេរិកថាប្រសិនបើប្រទេសអាមេរិកដាក់ បាទ ទណ្ឌកម្មទៅលើបុគ្គលណាម្នាក់ឬមួយក្រុមហ៊ុនណាមួយឬមួយប្រទេសណាមួយជនជាតិអាមេរិកកាំងឬមួយក៏ក្រុមហ៊ុនអាមេរិកកាំងគឺมันអាចទៅធ្វើអាជីវកម្មរកស៊ីជាមួយនឹងបុគ្គលនោះឬមួយក្រុមហ៊ុននោះឬមួយក៏ប្រទេសនោះទៀតទេ អូ បើមិនអញ្ចឹងទេទៅជាខុសច្បាប់ហើយច្បាប់ខុសមានទោសព្រហ្មទណ្ឌ បាទ អញ្ចឹងដោយសារយើងក្រុមហ៊ុនអាមេរិកដោយសារម្ចាស់ក្រុមហ៊ុនយើងជាជនជាតិអាមេរិកកាំងយើងអត់មានជំរឿទេ អូ យើងត្រូវតែដាច់កុងត្រាមើលយើងបិទហាងអ ភ្លាម ស់ហ្នឹងចេញ ភ្លាម ភ្លាម ហ្មង យើងមានពេលពេលនោះគេទុកពេលឲ្យយើងមួយខែតាមច្បាប់របស់គេពេលនោះ អូ ប៉ុន្តែព័ត៌មានមកដល់ដៃខាងយើងនៅក្នុងស្រុកខ្មែរពីខាង office ពីអាមេរិកមកយើងសល់ពេលដូចជា3ថ្ងៃនៅពេលនោះ បាទ អញ្ចឹងយើងអត់អាចធ្វើអីបានយើងបង់លុយគាត់ក៏អត់បានគាត់បង់លុយយើងក៏អត់បាន អូ អាលុយដែលយើងជពាក់គាត់ថ្លៃឈ្នួលថ្លៃអីហ្នឹងយើងបង់ឲ្យគាត់បានទេ ហើយ ហើយ ធ្វើម៉េចទៅបងបងទៅវិញទៅមកអត់បានអញ្ចឹង យើងបត់បានយើងមានឲ្យជួបគ្នាយើងទៅជែកមួយគាត់ធ្វើថាតោះឥឡូវយើងដាក់បញ្ហាលើតុម្ដងនេះឥឡូវរឿងវាកើតឡើងអញ្ចឹង បាទ យើងសប្បាយចិត្តមួយគាត់គាត់ក៏សប្បាយចិត្តមួយយើងហាងយើងនៅក្នុងកន្លែងគាត់ក៏ចំណេញគាត់អត់មានបញ្ហាមួយយើង បាទ ប៉ុន្តែដោយសាររឿងច្បាប់វាកើតមកអញ្ចឹងយើងធ្វើអត់កើតយើង បាទ ត្រូវតែបញ្ចប់កុងត្រាទាំងអស់គ្នាថាឥឡូវអ្វីដែលនៅក្នុងដៃរបស់គាត់យកទៅ បាទ អ្វីបានថាលុយដែលយើងកក់ឲ្យគាត់ បាទ ពេលយើងជួលកន្លែងគាត់យើងកក់លុយឲ្យគាត់អញ្ចឹងលុយហ្នឹងគាត់យកទៅយើងជពាក់គាត់ថ្លៃភ្លើងថ្លៃឈ្នួលថ្លៃឆ្ងាយជួលហ្នឹងយើងអត់បង់ឲ្យគាត់បានទេ បាទបង អញ្ចឹងចុងក្រោយយើងស្រួលគ្នាអញ្ចឹងទៅគាត់យើងយល់ទាំងអស់គ្នាគាត់ បាទ បិទហាងហ្នឹងចប់ទាំងទៅ នេះសាច់រឿងនេះបងចង់បញ្ជាក់ថានេះ TPC Pizza ហ្នឹងអត់មានពាក់ព័ន្ធមួយថៃទេ អត់មានពាក់ព័ន្ធហើយក៏វានៅក្រោមក្រុមហ៊ុនអាមេរិក អញ្ចឹងបានត្រូវអនុវត្តច្បាប់របស់អាមេរិក បាទបាទ បាទ បាទ ជាក់ស្ដែងផ្ទាល់តែម្ដង បាទបាទ អរគុណបងហើយចេះបងបានប្រហើបរឿងថាឥឡូវ TPC Pizza នេះតាំងចាក់ខកវិស័យទៅខាងមុខអូយើងមានគម្រោងនឹងជួយលើសហគមន៍ខ្មែរច្រើនណាស់បងមើលឃើញផ្លូវអីដែលយើងអាចជួយទៅដល់បងប្អូនដែលជាអាចថាជាដៃគូគុតគង់មក Pizza របស់បង ក៏ពិតមានច្រើនដើម្បីឲ្យគុតគងមកគ្រឿងផ្សំឲ្យគ្រប់គ្រាន់សម្រាប់ហាង pizza យើងមួយហ្នឹងគឺមានច្រើនមានតាំងពីបន្លែមានសាច់ជ្រូកសាច់មាន់សាច់គោក៏យើងប្រើសាច់គោដែរបាទគ្រឿងសមុទ្របាទមានច្រើនមានឈីសមានអីច្រើន បាទ ប៉ុន្តែយើងឃើញថាមករយៈចុងក្រោយតាមរយៈដោយសារបរិយាកាសមហូបរបស់ផាត់ថៃនេះយើងឃើញថាអាជីវកម្មក្នុងស្រុកយើងចាប់ដើមរីកដុះដាល បាទ ហើយអញ្ចឹងជាឱកាសមួយដែលខាងយើងជាក្រុមហ៊ុនខ្មែរ បាទ ជាបង្កើតនេះគឺថាយើងអាចទៅទិញពីខាងគាត់ហើយចូលជាឱកាសមួយសម្រាប់សហគ្រិនខ្មែរយើងដែលកំពុងតែរៀបចំហ្នឹងមានឱកាសមួយដែលយើងអាចទៅទិញពីគាត់ បាទ ហើយខ្ញុំមើលទៅបន្តទៅអនាគតយើងមានរឿងច្រើនដែលត្រូវទៅជែកមួយពួកគាត់នឹងត្រូវការជួបត្រូវការជួបពួកគាត់អង្គុយទៅជែកគ្នាថាខ្ញុំចង់បានរបៀបអញ្ចេះហើយយើងបន្តទៅរសជាតិទាំងអស់ដែលរូបមន្តទាំងអស់នេះយើងអាចបង្កើតឲ្យត្រូវជាមួយនឹងអ្វីដែលអតិថិជនខ្មែរយើងចង់បានអញ្ចឹងត្រូវការជួបគាត់ត្រូវការជជែកគ្នាជាឱកាសមួយដែលបន្តទៅដូចខ្ញុំជម្រាបដើមមិញយើងព្យាយាមទិញក្នុងស្រុកមែនប៉ុន្តែអត់គ្រប់ទេដោយសារក្នុងស្រុកយើងអត់ទាន់មាន បាទ អញ្ចឹងការដែលជជែកគ្នានឹងអនុញ្ញាតឲ្យថាគាត់អាចធ្វើអីយើងបាន បាទ បាទអាហ្នឹងដែលយើងទៅមុខដែលយើងត្រូវការជជែកគ្នា បាទ ជួបជែកគ្នាច្រើនទៀត ប៉ុន្តែយ៉ាងណាគឺ22ឆ្នាំនេះគឺបងមានស្តង់ដារច្បាស់លាស់ហើយបាទអញ្ចឹងនេះគឺជាឱកាសមួយដែលសហគមន៍ខ្មែរយើងចូលរួមមួយ TPC Pizza បាទដើម្បីស្រុកខ្មែរយើងបង្កើនសមត្ថភាពគុតគង់បាទហើយនេះតោះនេះមកដល់ម៉ោងនេះមិនដឹងថាយីហោមួយនេះសំខាន់ណាស់បាទសម្រាប់ស្រុកខ្មែរយើងពីថ្ងៃនេះទៅអនាគតហើយបងបានបើកក្បាលវីដេអូមកថាវាជាជោគជ័យមួយសម្រាប់ស្រុកខ្មែរយើងនេះហើយជាជោគជ័យធំហើយគាត់ថាទឹមតែចាប់ផ្ដើមទេ បងវិញថា11ហាងនៅសល់ច្រើនហាងទៀតដែលត្រូវផ្លាស់ប្ដូរប៉ុន្តែរឿងដែលធំដែលបងកំពុងតែប្រកាសនេះវាចំណេញធំទៅដល់សហគមន៍ខ្មែរយើងទៅអនាគត បាទ បាទអរគុណបងបាទហើយបងជាចុងក្រោយខ្ញុំចង់បានសារពិសេសមួយបងផ្ដាំផ្ញើទៅដល់បងប្អូនអ្នកដែលធ្លាប់ញ៉ាំ pizza បាទអាចរំលឹកម្ដងទៀតយីហៅចាស់ pizza company ប៉ុន្តែ
តោះនេះបំភ្លេចចោលទៅយីហោចាស់ហ្នឹងប៉ុន្តែมันអាចបំភ្លេចទឹកដៃมันអាចបំភ្លេចទឹកចិត្តបាទមនុស្សរាប់ពាន់នាក់នៅក្រុមភីហ្សាចាស់បាទដែលបងវិរៈដឹកនាំហើយឥឡូវបងនៅសល់ជាង600អ្នកទៀតបាទទឹកចិត្តរបស់ពួកគាត់នេះបាទទាំងអស់គ្នាមិនអាចបំភ្លេចទេបាទយើងទាំងអស់គ្នាមិនគួរបំភ្លេចទេហើយបងបានយីហោថ្មីមកហើយបងសូមសារបងមួយផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាបាទទាំងអ្នកដែលនៅមានមិនសូវសង្ស័យហើយធំជាងគេបំផុតគឺភ្ញៀវរបស់ TPC Pizza តាមនោះដូចបានជម្រាបខាងដើមហើយថាយើងជា brand ដែលបង្កើតដោយយើងខ្លួនឯងនៅក្នុងស្រុកជា brand ដែលខ្មែរយើងសុទ្ធសាធជា brand ដែលយើងយកបទពិសោធន៍របស់យើងជាមួយក្រុមការងាររបស់យើង20ឆ្នាំជាងដែលយើងធ្វើកិច្ចការទាំងអស់ហ្នឹងគឺយើងយកមកដាក់អ្វីជារបស់របស់យើងហើយអញ្ចឹងយើងនឹងរក្សានៅស្តង់ដារគុណភាពនៅតែខ្ពស់សេវាកម្មនៅតែល្អហើយជាសំខាន់មែនទែនគឺយើងស្គាល់យើងដឹងរឿងយើងមានបទពិសោធន៍ផ្នែកហ្នឹងយើងជ្រើសរើសយកគុណភាពនៅផលិតផលដែលមានសុវត្ថិភាពចំណីអាហារសម្រាប់អតិថិជនហើយយើងធានាថាភាពឆ្ងាញ់នឹងប្រសើរជាងមុនព្រោះពេលនេះយើងអាចធ្វើនៅម្ហូបអាហាររសជាតិមួយដែលយើងអតិថិជនខ្មែរយើងចង់បានយើងបន្ថែមរសជាតិខ្មែរយើងម្ហូបខ្មែរយើងនៅក្នុង pizza របស់យើងដែលថ្មីសម្រាប់អតិថិជនខ្ញុំសូមអញ្ជើញអតិថិជនចូលរួមមកសាកភ្លក់សាកមើលហើយនឹងអាចនឹងដឹងបានហើយក៏ជួយគ្រប់គ្រងមិនត្រឹមតែ brand ខ្មែររបស់យើងដែលបង្កើតខ្លួនឯងបុគ្គលិករបស់យើងដែលគាត់ប្រឹងប្រែងដើម្បីបង្កើតរឿងនឹងបានប៉ុន្តែក៏ជួយដល់អាជីវកម្មក្នុងស្រុករបស់យើងដែរជាពិសេសកសិកររបស់យើងក្រុមអ្នកផលិតរបស់យើងដែលយើងកំពុងតែធ្វើកិច្ចការមួយគាត់នេះបាទសូមអញ្ជើញមកទាំងអស់គ្នាបាទអរគុណបាទអរគុណបងច្រើន